ชีวิตหนึ่งเลยบางคนชีวิตหนึ่งเลยบางคนបើសិនជាយើងបដោតតែលុយពេកវាធ្វើឲ្យខ្លួនយើងនឹងលំបាកមានថាយើងដេញចាប់លុយបងប្អូនយើងរត់ដេញចាប់លុយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបដូរវិធីសាស្ត្រយើងឈប់ដេញចាប់លុយយើងមកដេញចាប់ក្តីសម័យរបស់យើងវិញអញ្ចឹងណាបងប្អូនពេលណាដែលក្តីសម័យយើងបានជោគជ័យអញ្ចឹងលុយវានឹងរត់មករកយើងម្ដងយើងលែងដេញចាប់វាណាបងប្អូនហេតុអីបានខ្ញុំនិយាយអញ្ចឹងទេបងប្អូនព្រោះក្តីសម័យហ្នឹងវាអាចធំជាងលុយដោយសារអីបើយើងសម្រេចក្តីសម័យយើងបាននោះលុយនឹងយើងឈប់ដេញចាប់ហើយវានឹងរត់មករកយើងក្តីសម័យហ្នឹងមានន័យថាម៉េចបងប្អូនក្តីសម័យមានន័យថាយើងដាក់ក្តីសម័យដាក់គោលដៅថាឆ្នាំហ្នឹងអញចង់ចិញ្ចឹមគោឲ្យបានទុកមេឲ្យបាន5ក្បាលបន្ថែមគោរឈ្មោះសានេះដាក់បាល្អបានកាត់កូនមកស្អាតដើម្បីលក់បានតម្លៃនោះពេលកាលណាយើងសម្រេចក្តីសម័យយើងបានហើយនឹងទឹកលុយគឺវានឹងរត់មករកយើងតែឯងបងប្អូនព្រោះដោយសារតែយើងលក់បោះក្តីសម័យរបស់យើងព្រោះយើងសម្រេចបានហើយអញ្ចឹងលុយវានឹងរត់មកយកមករកយើងហ្នឹងបងប្អូនគោយើងកើនច្រើនយើងលក់ទៅมันបានចំណូលច្រើនហើយបាល្អយើងដាក់បាល្អទៅកូនមកបានស្អាតនឹងក៏សិតតែជាលុយដែលយើងរត់មករកយើងអញ្ចឹងយើងឈប់រត់ទៅរកលុយទៀតទេអញ្ចឹងយើងត្រូវរត់ទៅរកក្តីសម័យយើងឲ្យបានបងប្អូនសម្រេចគោលដៅក្តីសម័យយើងដែលយើងចង់បាននៅក្នុងវិស័យការចិញ្ចឹមគោឬក៏វិស័យធ្វើកសិកម្មធ្វើស្រូវធ្វើអីចឹងណាបងប្អូនយើងត្រូវរត់ទៅរកក្តីសម័យយើងឲ្យចប់សិនឲ្យបានសម្រេចនោះលុយវានឹងរត់មករកយើងតាមក្រោយតែបើបងប្អូននៅតែបន្តរត់រលុយគឺវាហត់រហូតបងប្អូន